ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចេញធ្វើ vlog ដុតមាន់ជាមួយនឹងកូកានេះគ្រឿងផ្សំរបស់យើងមានប្រេងខ្យងមានប៊ីចេងស្ករបន្ទាប់មកយើងមានរ៉ឺឌីហើយនេះជាគ្រឿងដែលយើងដាក់ចូលក្នុងមាន់នេះនិងកូកាមួយទៀតហើយនេះមាន់របស់យើងអ្នកទាំងអស់គ្នាបន្ទាប់មកយើងចាប់ផ្ដើមលាយគ្រឿងចូលដាក់រ៉ឺឌី2ស្លាបព្រាដាក់ស្ករ1ស្លាបព្រាបន្ទាប់មកយើងដាក់ប៊ីចេង1ស្លាបព្រាមាន់ដុតមួយមុខនេះក៏ពេញនិយមនៅស្រុកស្រែចម្ការរបស់យើងដែរបន្ទាប់មកខ្ញុំដាក់ប្រេងខ្យងចូលនិងគល់ស្លឹកគ្រៃហើយរៀបចំប្រឡាក់មាន់នេះដើម្បីឲ្យវាចូលជាតិគ្នាបានល្អអញ្ចឹងណាអ្នកទាំងអស់គ្នានេះយើងធ្វើការប្រឡាក់វាយកមកឲ្យសាច់នឹងហើយនឹងគ្រឿងរបស់យើងចូលជាតិគ្នាបានល្អនេះខ្ញុំកំពុងតែប្រឡាក់វាហើយខ្ញុំតិចទៀតខ្ញុំញាត់គ្រឿងចូលទៅក្នុងវាហើយនេះខ្ញុំញាត់គ្រឿងចូលទៅក្នុងមាន់របស់យើងឲ្យនៅពេលដែលដុតទៅកុំឲ្យមានជាតិឆ្អាបចំពោះម្ហូបមួយមុខនេះដែរខ្ញុំរៀបចំតាំងពីព្រឹកអ្នកទាំងអស់គ្នាអើយតម្រាំតែបានមកកាត់វីដេអូឲ្យអ្នកទាំងអស់គ្នាមើលពេលនេះខ្ញុំកំពុងច្បល់វាឲ្យចូលជាតិគ្នាបានល្អហើយអ្នកទាំងអស់គ្នាបន្ទាប់មកយើងលើកដាក់ឆ្នាំងហើយយើងរៀបគ្រឿងរៀបអីវាចូលនៅក្នុងឆ្នាំងឲ្យវានេះទៅហើយយើងចាក់កូកាទៅប្រហែលជាខ្ទង់ចិត្តកន្លះតបដែរអ្នកទាំងអស់គ្នាយើងចាក់វាចូលនៅក្នុងមាន់របស់យើងនៅក្នុងឆ្នាំងបន្ទាប់មកខ្ញុំលើកយកមកដាក់លើក្រាបរបស់យើងមកបន្ទាប់មកខ្ញុំក៏ដើរទៅយកកំហបយកមកគ្របឆ្នាំងនឹងអ្នកទាំងអស់គ្នាខ្ញុំក៏បានកាច់ក្រាបបន្ទាប់ពីយើងកាច់ក្រាបរបស់យើងឆេះហើយយើងក៏រង់ចាំវាដាក់ឲ្យវាក្តៅសិនទៅអ្នកគ្នាសម្រាប់ការចម្អិនមួយនេះដែរយើងរង់ចាំប្រហែលជាខ្ទង់ចិត្ត1ម៉ោងដែរអ្នកទាំងអស់គ្នាតម្រាំតែមាន់យើងផុយល្អចឹងណាបន្ទាប់មកខ្ញុំក៏បានមកមើលម្ដងទៀតថាតើវាឆ្អិនបានប្រមាណភាគរយហើយយើងក៏ចាប់ផ្ដើមប្រែវាទៅនេះខ្ញុំចាប់ផ្ដើមប្រែវាហើយវាឃើញថាវារៀងឈ្ងុយឈ្ងប់ដែរហើយបន្ទាប់មកយើងមកឈៀតពេលហ្នឹងធ្វើបន្លែមានបន្លែរបស់យើងថ្ងៃនេះមានដូចជាការ៉ុតត្រសក់សាឡាតខ្ញុំក៏បានយកវាដាក់ក្នុងចានធន់បន្ទាប់មកខ្ញុំក៏បានទៅដួសទឹកនេះយកមកដាក់មកលាងបន្លែរបស់យើងហ្នឹងអ្នកគ្នានេះខ្ញុំបានលាងការ៉ុតបន្ទាប់មកបេះសាឡាតបេះអីឲ្យវាស្អាតទាំងអស់គ្នាឲ្យវាច្រាស់ដីព្រោះយើងទិញមកទៅវាតែងតែមានដីមានអីជាប់តិចតួចចឹងហើយអញ្ចឹងយើងលាងវាឲ្យស្អាតមកនេះខ្ញុំចាប់ផ្ដើមលាងវាឲ្យដាក់ក្នុងកញ្ឆេងដើម្បីឲ្យវាខ្សោះទឹកទៅយើងដើម្បីងាយស្រួលយកទៅញ៉ាំជាមួយនឹងមាន់ដុតយើងក៏ត្រូវលាងវារៀងយូរដែរព្រោះឲ្យវាជ្រះដីជ្រះឲ្យបានល្អចឹងទៅយើងញ៉ាំទៅវាអត់ប៉ះពាល់ដល់សុខភាពយើងចឹងណានេះខ្ញុំលាងទឹកសក់លាងអីដាក់ម្ដុំបន្ទាប់មកការ៉ុតក៏យើងលាងដាក់ម្ដុំដែរដាក់ដលៃៗដូចគ្នាបន្ទាប់មកខ្ញុំក៏បានចិតសបកការ៉ុតឲ្យវាស្អាតល្អដើម្បីយើងញ៉ាំទៅវាស្រួលឆ្ងាញ់មាត់ចឹងណាអ្នកគ្នានេះខ្ញុំចិតហើយបន្ទាប់មកខ្ញុំក៏បានដាក់ចូលក្នុងចានធន់ទៅមកចិតទឹកសក់ម្ដងយើងចិត្តតែសក់ចិត្តអីក៏ចិត្តសបកវាដែរតែខ្ញុំចិត្តតែ2-3ឆ្នូតចឹងទៅចិត្តវាចឹងទៅឲ្យវារៀងស្អាតល្អដែរតែសក់យើងរៀងច្រើនគួរសមដែរអ្នកគ្នាមើលតែខ្ញុំចិត្តទៅដឹងហើយតែយើងចិត្តមួយដែរព្រោះអីខ្ញុំខ្លាចមុតដៃនេះអ្នកគ្នាមើលទៅតាមវីដេអូហ្នឹងទៅនេះចិត្តវាបន្តិចចឹងមកតែសក់យើងរៀងក្រាលដែរទៅពេលចឹងទៅយើងចំណាយពេលចិត្តរៀងយូរដែរចឹងណាគ្នានេះសក់ពីរចុងក្រោយដាក់ផ្ទាប់ចូលគ្នាចឹងហ្មងទៅដើម្បីយើងលឿនចឹងណាព្រោះយើងរៀងឃ្លានដែរហើយរៀងថ្ងៃដែរចឹងណាតើមកខ្ញុំចិត្តហើយឡើយចំពោះមុខម្ហូបមុខនេះដែរមិនមែនដុតបានតែជាមួយកូកាមួយមុខទេអ្នកទាំងអស់គ្នាយើងអាចដុតជាមួយស្រាសទឹកដូងប៊ីយ៉ាក៏បានដែរដូចជាស្រាចិនជាដើមតាមចំណង់ចំណូលចិត្តបងប្អូនទាំងអស់គ្នាចង់ដុតមួយណាចឹងណាតែបើចំពោះខ្ញុំវិញខ្ញុំចូលចិត្តដុតជាមួយនឹងកូកាព្រោះអីដុតជាមួយកូកាទៅវាមានរសជាតិឈ្ងុយឆ្ងាញ់ចឹងណាអ្នកទាំងអស់គ្នាហើយវាមានរសជាតិផ្អែមតិចៗឥឡូវនេះមាន់ដុតយើងក៏បានឆ្អិនខ្ញុំក៏បានរៀបចំដាក់ទៅក្នុងចានដើម្បីរៀបចំហូបអាហារថ្ងៃត្រង់នេះអ្នកទាំងអស់គ្នានេះមាន់ដុតរបស់យើងទៅនងដល់ហើយខ្ញុំក៏បានលើកទៅដាក់នៅលើតុយើងបន្លែយើងរៀបចំឲ្យអស់ហើយនៅតែចាំមាន់ដុតឆ្អិនឥឡូវខ្ញុំក៏បានយកមកដាក់នៅលើតុដើម្បីធ្វើការហូបទាំងអស់គ្នាមើលទៅតំណងដល់ហើយអ្នកទាំងអស់គ្នាអាចសាកធ្វើបានអ្នកទាំងអស់គ្នានេះបន្ទាប់មកខ្ញុំក៏បានទៅយកចានយកមកដាក់ចំពោះទឹកជ្រលក់របស់យើងមានពីររសជាតិទឹកត្រីកោះកុងនិងអំបិលម្ហិចនេះខ្ញុំបានដាក់លើតុហើយបន្ទាប់មកខ្ញុំទៅយកកៅអីដើម្បីងាយស្រួលក្នុងការអង្គុយញ៉ាំចឹងណាគ្នានេះខ្ញុំបេះភ្លៅមកជាហៀងបន្
ទាប់មកយើងយកសាឡាត់របស់យើងផ្ទាប់ជាមួយនឹងទឹកសក់បន្តិចការ៉ុតបន្តិចដាក់ភ្លៅមាន់ចូលដាក់ទឹកត្រីរបស់យើងមកយើងភ្លក់មួយម៉ាត់មកថាវាមានរសជាតិមិនដែរយើងខំដុតមកផឹកវល់ល្ងាចដែរណាគ្នានេះខ្ញុំភ្លក់ហើយខ្ញុំពុកបានលើកមេដៃពីរឲ្យមានន័យថាឆ្ងាញ់ខ្លាំងណាស់ Thấy không? ជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយខ្ញុំនឹងធ្វើវីដេអូថ្មីៗដើម្បីចែកជូនដល់អ្នកទាំងអស់គ្នាទៀតសូមអរគុណជម្រាបលា